សួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាដែលត្រៀមមានបំណងត្រៀមប្រឡងចូលពេទ្យអញ្ចឹងនេះគឺខ្ញុំបានកែវិញ្ញាសាប្រឡងនៅក្នុងឆ្នាំ2024ចំពោះផ្នែក limit អញ្ចឹងយើងមើល limit ចំណុចអក្សរកគឺថា limit អីគេ limit តង់សង់ x ដកជាមួយsinនេះx នៅលើ x គីបដែល x ខិតជិត0អញ្ចឹងនៅពេលដែលយើងជួនតម្លៃ x ខិតតម្លៃ x ស្មើ0ចូលទៅវាមានរៀងមិនកំណត់0លើ0ហើយយើងដឹងថាតង់សង់ x វាស្មើទៅនឹង sin នេះតង់សង់ x នៅលើ sin នេះ x នៅលើ cos x អញ្ចឹងយើងជួសតម្លៃតង់សង់ចូលក្នុង limit មកដែលចំនួនដោយ sin នេះ x នៅលើ cos x អញ្ចឹងយើងបានប៉ុណ្ណេះអញ្ចឹង limit x កែ0យើងអាច sin នេះជាមួយនឹង sin នេះយើងអាចទាញបានអញ្ចឹងយើងអាចបានសរសេរយើងអាចសេថា sin នេះ x កតា1នៅលើ cos x ដក1ហើយនៅលើ x គីបដែល x កាត់ជិត0អញ្ចឹងយើងសេបន្តទៅទៀតអញ្ចឹងយើងអាចតម្រូវព្យាបែងវាអញ្ចឹងយើងអាចសេបានថា sin នេះ x កតា1ដកជាមួយ cos នេះ x ជាតម្រូវព្យាបែង cos នេះ x នៅលើ cos នេះ x ទាំងអស់ហ្នឹងនៅលើ x គីបអញ្ចឹងស្មើយើងអាចទាញបាន x គីបនេះយើងអាចផ្ដាច់វាមកយើងអាចសេបានថា x គុណទៅនឹង x ការ៉េអញ្ចឹងយើងអាចទាញបានថា limit x ខិត0sinនេះនៅលើ x គុណជាមួយនឹង1នៅលើ cos x នេះយើងទាញដាក់ចំក្រោមហើយមួយទៀត1ដកជាមួយនឹង cos x នៅលើ x ការ៉េ x ការ៉េនេះបានវាណា x ការ៉េនេះបានមកពី x គីប x គីបនេះយើងអាចបំបែកបាន x គុណនឹង x ការ៉េអញ្ចឹងមកយើងប្រើរូបមន្តអី limit x កែ0នៃ sin x នៅលើ x វាស្មើនឹង1ហើយរូបមន្តមួយទៀតlimit x កែ0នៃ1ដកជាមួយ cos x នៅលើ x ការ៉េនេះស្មើ1លើ2អញ្ចឹងយើងជួសតម្លៃចូលមកយើងឃើញថាlimit ម្ដុំ sin នេះ x នៅលើ x នេះវាស្មើ1គុណជាមួយនឹង1លើ cos x យើងជួសដល់តម្លៃ x ស្មើ0ចូលហើយគុណជាមួយ1លើ2ដែលជាតម្លៃនៃ limit ក្នុងរូបមន្តអញ្ចឹងមកហើយ cos 0ស្មើប៉ុន្មាន cos 0ស្មើនឹង1អញ្ចឹងយើងជួសចូលទៅឃើញតម្លៃ1លើ2ហ្នឹងជាចម្លើយចុងក្រោយរបស់ limit ខាងក្រោមហ្នឹងហើយ limit មួយទៀតcircle limit x ខិតជិត0នៃ1បូកជាមួយនឹង sin x ដកជាមួយនឹង cos x នៅលើ1ដក sin x ដកជាមួយ cos x អញ្ចឹងយើងយកតម្លៃ x ខិតជិត0ហ្នឹងជួសចូលក្នុង limit ហ្នឹងទៅយើងឃើញថាវាមានរៀងកំណត់គឺ0លើ0ហើយកន្លឹះក្នុងការដោះស្រាយលំហាត់នេះគឺថាយើងមានវិធីសាស្ត្រមួយគឺយើងចែក x គុណនឹង x ហើយចែក x វិញដើម្បីបំបត្តិវានោះហេតុអីបានយើងត្រូវមួយហេតុយើងត្រូវថាថែម x គុណនឹង x ហើយចែក x វិញគឺយើងមានគោលបំណងក្នុងគោលបំណងរូបមន្តយើងមានថា1ដក limit x ខិតជិត0 1ដកជាមួយ cos x នៅលើ x ហ្នឹងវាស្មើ0អញ្ចឹងដើម្បីបានអញ្ចឹងព្រោះតែយើងគុណនឹង x ហើយចែក x វិញបំបត្តិវាវិញយើងមើលក្នុងលំហាត់ដំណោះស្រាយនេះយើងឃើញថាយើងយក x ចែកគុណ x ចែក x វិញគុណនឹងកតា1ដកជាមួយ cos x បូកជាមួយ sin នេះនៃ x ខាងក្រោមក៏ដូចគ្នាដែរអញ្ចឹងយើងសេបានថាយើងរុញអា x ចែកនេះយកយើងសេបានថា1លើ cos នៃ x នៅលើ x បូកជាមួយ cos sin នៃ x នៅលើ x យើងផ្ដាច់វាជា2ហើយខាងក្រោមក៏ដូចគ្នាដែរហើយអា x ភាគយកនេះ x មួយភាគ x ភាគយកនេះយើងអាចសម្រួលគ្នាបានអញ្ចឹងខាងក្រោមយើងបាន1ដកជាមួយ cos x នៅលើ x ដកជាមួយ sin នេះ x នៅលើ x អញ្ចឹងនៅពេលដែល x សម្រួលមួយ x អស់យើងអាចសេបានជាប្រភេទចេះរៀងជាងខាងក្រោមនេះហើយយើងឃើញថា limit x ខិតជិត0limit x ខិតជិត0នៃ1ដកជាមួយនឹង cos ការ៉េcos x នៅលើ x នេះវាស្មើ0រូបមន្តហើយ limit x ខិតជិត0នៃ limit x នៅលើ x ស្មើនឹង1អញ្ចឹងយើងយកតម្លៃនេះជួសចូលក្នុងសមីការខាងលើទៅយើងឃើញថា1បូក0ហើយ0ដក
1 tới dương khơi nằm lại với trên độ 1 chẳng chia làm lại muối này limitក្រោម em limit ខាងលើនេះហើយអក្សរកវា limit ដែល x ខិតជិត0នៃ1ដកជាមួយកុស x គុណជាមួយកុសឬកុស 2x ឬទី2កុសនៃ 2x នៅលើ x ក្រេអញ្ចឹងយើងយកតម្លៃ x ស្មើ0ជួសចូលក្នុងសម័យចូលក្នុងបន្សំខាងលើយើងឃើញថាមើលទៅវារៀងមិនកំណត់ដែលមានរាង0លើ0ហើយរបៀបដោះស្រាយលំហាត់នេះគឺថាយើងយកវាថែមកុស x ដកជាមួយនឹងកុស x វិញលំហាត់របៀបដោះស្រាយលំហាត់មួយនេះឬមួយយើងអាចថែមរឹសទី2នៃកុសនៃ 2x ដកជាមួយរឹសទី2នៃកុស 2x ក៏បានអញ្ចឹងខ្ញុំដោះស្រាយលំហាត់នេះខ្ញុំប្រើថែមថយនៃកុសនៃ x វិញអញ្ចឹងយើងថែមថយមកយើងឃើញថា1ដកជាមួយកុសនៃ x បូកជាមួយកុសនៃ 2x កុសនៃ x ដកជាមួយនឹងកុស x គុណនឹងរឹសទី2នៃកុសនៃ 2x ទាំងអស់ចែក x ក្រេអញ្ចឹងវាយើងអាចផ្ដាច់វាបានផ្ដាច់ជាផ្ដាច់ជាកតាមកអញ្ចឹងយើងអាចបានថា limit x ខិត0នៃកតា1ដកកុសនៃ x ទាំងអស់ x ក្រេចែក x ក្រេបូកជាមួយនឹងកុសយើងទាញកុស x ដោយសារវាដូចគ្នាអញ្ចឹងយើងអាចទាញមកកតាចេញមកបានកុសនៃ x គុណកតា1ដកជាមួយកុសឬ2រឹសទី2នៃកុសនៃ 2x នៅលើ x ក្រេអូខេហើយយើងមកទៀតយើងដោយសារតែរូបមន្តអី limit នៃ x ខិត0នេះ limit x ខិត0ដោយសារ limit x ខិត0 1ដកជាមួយនឹងកុស x នៅលើ x ក្រេអូខេ x ក្រេស្មើ1លើ2អូខេអញ្ចឹងខ្ញុំជួសតម្លៃ1លើ2ឲ្យយកតែម្ដងហើយនៅសល់ limit មួយទៀតដោយសារវាអត់តន់ចូលរូបមន្តអញ្ចឹងយើងបំលែងយើងដោះស្រាយបំបែកយ៉ាងម៉េចឲ្យវាចូលរូបមន្តទើបយើងធ្វើទៅបានអញ្ចឹងយើងឃើញថាវាមានជាប់រឹស1ដករឹសកុសនៃ 2x អញ្ចឹងដើម្បីបំបត្តិរឹសខាងលើហ្នឹងយើងត្រូវគុណកន្សំឆ្លាស់របស់វាគឺ1បូកជាមួយរឹសទី2នៃកុស 2x យើងដូចនៅក្នុងការដោះស្រាយនេះយើងឃើញថាយើងគុណសំឆ្លាស់អញ្ចឹងយើងប្រើរូបមន្តអីយើងត្រង់នេះយើងប្រើរូបមន្តកន្សំឆ្លាស់ដោយឆ្លាស់a ដកជាមួយនឹង b កតា a ដកមួយកតា a ដក b ហើយមួយទៀតកតា a បូក b អញ្ចឹងវាមានរូបមន្តពីរកន្សំឆ្លាស់ផ្ទុយគ្នានោះ a ការ៉េដក b ការ៉េស្មើនឹង a បូក b គុណសំឆ្លាស់ a ដក b នេះអញ្ចឹងយើងអាចសេបានថា a ការ៉េដក b ការ៉េរូបមុនណាអញ្ចឹង b យើងអី b យើងរឹសទី2នៃកុស 2x អញ្ចឹង o ការ៉េមកការ៉េជាមួយនឹងរឹសទី2អស់អញ្ចឹងវាសល់1ការ៉េដកជាមួយកុស 2x នៅលើ x ការ៉េហើយកុស x នៅលើ1បូកកុសនៃ 2x នេះទុកនៅដដែលមកហើយបន្ទាប់មកយើងចង់បំបែកវាឲ្យចូលរូបមន្តអី limit អ៊ុយខិតជិត0នៃ1ដកអ៊ុយកុសអ៊ុយលើអ៊ុយការ៉េនឹងឲ្យស្មើនឹង1លើ2រូបមន្តវាអញ្ចឹងដើម្បីបានវាយើងត្រូវថែមទៅម៉េចឲ្យបានខាងក្រោមវាចេញអ៊ុយការ៉េអញ្ចឹងខាងក្រោមមានតែ x ការ៉េទេអញ្ចឹងយើងត្រូវថែម4ទៀតទើបបាន 2x ទាំងអស់អូការ៉េថែម4អញ្ចឹងយើងត្រូវឲ្យបាន 2x ការ៉េហ្នឹងព្រោះតែយើងគុណនឹង4វិញគុណនឹង4ចែកនឹង4វិញអូខេអញ្ចឹងបាន1លើ2តាមកអញ្ចឹងយើងចូលរូបមន្តហើយយើងដាក់1លើ2គុណទៅនឹង1លើ2នេះរូបមន្តអ៊ុយយើងឃើញ1លើ2គុណនឹង4ហើយកុសស្អីកុស0ទៅលើ1លើកុស0ហើយកុស0ស្មើ1អញ្ចឹងជួសចូលមកយើងឃើញតម្លៃរបស់វាគឺឃើញ3លើ2លំហាត់ circle វា
របៀបធ្វើដូចក្នុងហេតុសកលដែរយើងថែមថយកោ x និងថែមកោ x ដកកោ x ឬមួយយើងអាចថែមកោ 2x ដកកោ 2x ក៏បានអញ្ចឹងខ្ញុំហាត់នេះត្រូវដោះស្រាយខ្ញុំដោះស្រាយថែមថយកោ x ចុះអូខេហើយអញ្ចឹងខ្ញុំដាក់ limit ថែមថយមកហើយយើងផ្ដាច់វាអញ្ចឹងយើងអាចសេបាន limit x 0 1 ដកកោ 2x នៅលើ x ក្រេបូកជាមួយនឹងកោ x នេះយើងទាញឃើញដូចគ្នាយើងទាញបានអូហើយយើងបានកតាកោ x កោ x គុណកតា1លើដកកោ 2x នៅលើ x ក្រេហើយរូបមន្តយើងឃើញថាកោ limit x គិតជា0នៃ1ដកកោ x នៅលើ x ក្រេស្មើនឹង1លើ2យើងជួសចូលហើយអង្ក្រោមនេះដោយសារតែវាឃើញមានតែ x ក្រេហើយវាកោស 2x អញ្ចឹងយើងដើម្បីឲ្យបានអុយក្រេលើត្រាតែយើងគុណនឹង4ចែកឲ្យ4វិញតោះតែវាត្រូវបាន 2x ទាំងអស់អូក្រេអញ្ចឹងយើងគុណនឹង4ចែក4វិញអញ្ចឹងយើងបាន1លើ2បូក1លើ2គុណនឹង4ស្មើទៅនឹង5លើ2ជាចម្លើយចុងក្រោយ